សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះស៊ុនបូរ៉ាហើយថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយលើកចែកជូនបងប្អូនអរគ្នាទាក់ទងនឹងការឆែកមើល Facebook account របស់យើងបងប្អូនអរគ្នាចង់ដឹងថាមានគេចូលលេងឬក៏ចូលមើល Facebook របស់យើងអត់អូខេបងប្អូនអរគ្នាមុននឹងយើងចូលវីដេអូខ្ញុំសូមបងប្អូនអរគ្នាម្នាក់មួយជួយចុច follow ឬក៏ subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីបងប្អូនអាចបានទទួលព័ត៌មានឬក៏វីដេអូថ្មីមុនគេដែលខ្ញុំបានតម្លាក់នៅក្នុង channel របស់ខ្ញុំចឹងណាបងប្អូនអរគ្នាអូខេតោះកុំឲ្យខាតពេលយូរបងប្អូនអរគ្នាមើលការធ្វើវីដេអូរបស់ខ្ញុំទាំងអស់គ្នាបងប្អូនអរគ្នាយើងចូលទៅក្នុង Facebook រួចហើយបងប្អូនធ្វើការរើស profile មួយមក profile ដែលបងប្អូនមានខ្ញុំសូមរើស profile មួយឆែកជូនបងប្អូនអរគ្នាចឹងណាខ្ញុំសូមចូលមួយអូខេបន្ទាប់មកបងប្អូនចុចនៅខាងក្រោមនេះmenu នៅខាងក្រោមនេះបងប្អូនចុចមកបងប្អូនចុច scroll ឡើងទៅលើបងប្អូនចូលពាក្យថា setting and privacy អូខេរួចហើយបងប្អូនចុចពាក្យ setting ម្ដងទៀតអូខេចេញមកបែបនេះបងប្អូនចុចនៅលើគេនេះកន្លែងនេះ personal detail បងប្អូនចុចមករួចហើយបងប្អូន scroll ឡើងទៅលើបងប្អូនចូលពាក្យថា password and security បងប្អូនចុចមកបន្ទាប់មកវាមានពាក្យច្រើនបងប្អូនយកកន្លែងនេះយើងចូលកន្លែង where you log in ដើម្បីយើងចូលឆែកមើល account Facebook របស់យើងបងប្អូនអរគ្នាយើងចូលមកអូខេនេះបងប្អូនចេញមកបែបនេះអញ្ចឹងបងប្អូនចង់ឆែកមួយណាបងប្អូនចុចមកខ្ញុំឆែក account របស់ខ្ញុំចុចខាងលើគេនេះឈ្មោះស៊ុនបូរ៉ានេះបងប្អូនអរគ្នាខ្ញុំចុចមួយមកអូខេវាចេញមកបែបនេះឃើញបងប្អូនអរគ្នាឃើញច្រើនណាស់អញ្ចឹងចង់ដឹងថាមានគេចូលមើលរបស់យើងគឺយើងធ្វើបែបហ្នឹងបងប្អូនចង់ចូលលុបបងប្អូនចុចអាក្រហមនេះចុច select device to log out អញ្ចឹងបងប្អូនចុចមកដើម្បីយើងចូលទៅលុបមួយដែលគេចូលទៅលេង account Facebook របស់យើងអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងបងប្អូនចង់ remove វាបងប្អូនចុចពីលើវាមួយមកអញ្ចឹងខ្ញុំសូមចុចនេះមួយអូខេបន្ទាប់មកខ្ញុំចុចពាក្យ log out នេះបន្ទាប់មកបងប្អូនចុចពាក្យថា log out again អូខេចាំផ្លែតវាកំពុងតែធ្វើការអូខេវាទៅហើយបងប្អូនអរគ្នាឃើញបាត់អត់ហើយបងប្អូនចង់លុបទៀតបងប្អូនចុចដដែលមកចុច select device to log out នេះមកអូខេខ្ញុំសូមចុចនេះមួយទៀតអូខេខ្ញុំសូមចុចពាក្យថា log out ហើយខ្ញុំចុចពាក្យថា log out មួយទៀតអូខេចាំផ្លែវាកំពុង process ឃើញបងប្អូនអរគ្នាគឺយើងបានធ្វើការលុបបានសម្រាប់ចឹងណាបងប្អូនអរគ្នាអញ្ចឹងការឆែកមើល account Facebook របស់យើងចង់ដឹងថាគេចូលលេងឬមិនចូលលេងគឺបងប្អូនចូលតាមរបៀបហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូរបស់ខ្ញុំខ្លីមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអាចធ្វើបានហើយនឹងយល់ពីអ្វីដែលខ្ញុំបានប្រាប់បងប្អូនអរគ្នាបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍ដល់បងប្អូនអរគ្នាសូមជួយ subscribe ហើយនឹងចែករំលែកដល់បងប្អូនដទៃទៀតដែលគាត់មិនទាន់បានដឹងគាត់អាចធ្វើតាមរបៀបដែលខ្ញុំបានចែករំលែកជូនបងប្អូនអរគ្នាគាត់នឹងចេះធ្វើអញ្ចឹងណាបងប្អូនអរគ្នាអូខេអរគុណច្រើនមានតែប៉ុណ្ណឹងជួបគ្នាពេលក្រោយបាយបាយ